សនៈគ្រូជំរាបសួរមកទាំងអស់គ្នាខ្ញុំអានភាសាខ្មែរការពណ៌នាអំពីមុខរបរចូលអានអត្ថបទខ្លីខាងក្រោមតើគេពណ៌នាពីអ្វីខ្លះមុខរបរអ្នកភូមិខ្ញុំគ្រួសារខ្ញុំរស់នៅក្នុងភូមិសំរងស្ថិតនៅតាមមាត់ព្រែកក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែងនៅរដូវវស្សាភូមិនេះលិចទឹកជារៀងរាល់ឆ្នាំគ្រប់គ្រួសារក្នុងភូមិមានទូកមួយសម្រាប់ធ្វើដំណើរនៅរដូវទឹកលិចប្រជាជនរស់នៅក្នុងភូមិខ្ញុំក្រៅពីជនជាតិខ្មែរមានចិនវៀតណាមនិងចាមជនជាតិចិនមិនធ្វើស្រែទេពួកគេច្រើនរកស៊ីលក់ដូរឪពុកម្ដាយខ្ញុំនិងអ្នកភូមិខ្លះទៀតប្រកបរបរធ្វើស្រែនៅរដូវវស្សាគេធ្វើស្រូវឡើងទឹកនៅរដូវទឹកស្រកគេធ្វើស្រូវប្រដេញទឹកទុកសម្រាប់លក់ក្រៅពីធ្វើស្រែឪពុកម្ដាយខ្ញុំធ្វើចំការនិងដាំបន្លែសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃប្រជាជនភូមិខ្ញុំមាននេសាទទូកកស្ទើរគ្រប់ផ្ទះព្រោះពេលទំនេរពីការងារគេនាំគ្នានេសាទត្រីគ្រួសារខ្ញុំពេញចិត្តនឹងរស់នៅទីនេះណាស់ព្រោះវាជាទឹកដីកំណើតពិសេសទៅទៀតទីនេះប្រជាជនចេះសាមគ្គីគ្នាជួយធុរៈគ្នាស្រឡាញ់គ្នានិងមានអធ្យាស្រ័យចំពោះគ្នាជានិច្ចអរគុណអ្នកគ្រូជំរាបលាមកទាំងអស់គ្នា